បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះយុទ្ធឆាយាមនីហើយនេះខ្ញុំមកធ្វើការបង្ហាញពីlab 3ដែលជា VLAN Part 2ដែលក្នុងគោលបំណងនេះគឺគេចង់ឲ្យ PC 3 PC 4 PC 5 PC 6ហើយនៅ PC 1 PC 2ហ្នឹងវាស្ថិតនៅក្នុង LAN តែមួយគឺថា PC 1វា LAN IT PC 3ក៏ LAN IT PC 5ក៏ LAN IT ប៉ុន្តែវានៅswitch នេះវានៅចន់ខុសគ្នាខុសថានេះចន់ទី1ហើយចន់ទី2ហើយចន់ទី3 ប៉ុន្តែ IP របស់នេះគឺចិត្តវាចង់បានដូចគ្នាឧទាហរណ៍ថា PC1 វាចង់បាន IP 192.168.10 ចឹងទៅអានេះគេចុច192.168.20អានេះចុច10អានេះចុច20.10.20ដោយតែពីចឹងទៅប៉ុន្តែគ្រាន់តែវានៅចត់នេះទៅយើងត្រូវធ្វើមិនអញ្ចឹងយើងហ្នឹងត្រូវមាន Winbox ដើម្បីយើងដើម្បី remote ចូលទៅកាន់ router ព្រោះហ្នឹងគឺយើងត្រូវធ្វើលើ router នេះហ្នឹងគឺខ្ញុំបើកហើយព្រោះហ្នឹងយើងចូលទៅកាន់ interface ចូលទៅកាន់ bridge ដល់មកយើង add bridge មួយយើងអាចចុច add មកហើយ OK មកតើពីយើង add bridge រួចហើយយើងចូលទៅកាន់ interface យើង assign VLAN ទៅឲ្យ bridge ហ្នឹងដើម្បីអីដើម្បីវាបោះ IP ទៅកាន់ VLAN ទាំងពីរហ្នឹងអញ្ចឹងយើងត្រូវបង្កើត VLAN នៅក្នុង bridge យក VLAN ចាក់មកលេខ10គឺយើងរឹតនៅក្នុង VLAN IT ដូចក្នុងនេះអញ្ចឹងហើយយើង OK ទៅគឺបានហើយអានេះយើងដាក់លេខ20វិញអញ្ចឹងទៅហើយនៅក្នុង bridge 1ដូចគ្នានេះគឺយើងដាក់ bridge 1ដូចគ្នាតែនេះលេខ10ដោយសារគេចង់បាន10សម្រាប់ IT គេចង់បាន20សម្រាប់ admin តមកទៀតយើងត្រូវចូលទៅកាន់ bridge វិញយើងត្រូវការ add 3 switch នេះចូលទៅកាន់នេះតែ internet ចេញពី route នេះ internet ទី2ទី3ទី4អញ្ចឹងវាបោះកាន់ switch ចេញត្រូវ add អាហ្នឹងចូលទៅកាន់ port របស់ bridge នេះគឺយើងត្រូវ add វាទាំង3អញ្ចឹងមកចាប់មកយើង assign IP ឲ្យអា3ហ្នឹងនេះគឺយើងត្រូវ assign IP ទៅច្រឡំ bridge គឺយើង assign IP ទៅកាន់ VLAN IT និង IP admin ដើម្បីវាស្កប់មាន IP តាមទីយើងបង្កើត DHCP ឲ្យវាអាពីរហ្នឹងយើងត្រូវចុច DHCP ស្រាប់ហើយមួយទៀតបង្កើត NAT firewall ណានេះយើងត្រូវបង្កើត NAT firewall ទៀតដើម្បីបង់ internet ឲ្យពួកអស់នេះហើយយើងចូលទៅកាន់អាទី1នេះយើងត្រូវការចូលទៅកាន់ bridge យើងត្រូវបង្កើត bridge ចំនួន2គឺ bridge IT និង bridge admin តបមកយើងត្រូវការបង្កើត VLAN នៅក្នុង internet 1ដោយសារតែវាចូលមកពីនេះ2តែមកក្នុងអានេះគឺនៅក្នុងលេខ1អញ្ចឹង interface លេខ1អញ្ចឹងយើងត្រូវបង្កើតទៅឲ្យ interface លេខ1ដើម្បីវាស្គាល់គ្នានេះគឺខ្ញុំដាក់វានៅក្នុង interface 1តែ VLAN នៅ interface 1អត់កើតក្នុង bridge ទេតបមកវាកើតហ្នឹងហើយយើងគ្រាន់តែចូលមកកាន់ bridge វិញយើងចូល port អេថា internet ទាំងអស់ហ្នឹងដែលនេះ PC ទាំងអស់ដែលយើងចង់បានឲ្យវាបាន IP ប្រមាណហ្នឹងអញ្ចឹងដូច internet 3 IP បានន័យថា IP វា 192.168.10 អីអញ្ចឹងអានេះ 192.168.20 អញ្ចឹងតោះមកយើងក៏ត្រូវ add អា bridge នេះចូលដែរ VLAN bridge នេះយើងត្រូវ add របស់ add ទេវាមាន IP វាអត់ string អត់ដែរទេហើយសម្រាប់អា2នេះក៏ដូចតែគ្នាដែរគឺអត់មានខុសគ្នាទេគឺយើងត្រូវធ្វើដូចគ្នាអញ្ចឹងព្រោះវាចូលកាន់ interface ទី1នេះគឺ switch ទី2ដូចគ្នាអញ្ចឹងគឺអត់មានខុសគ្នាទេជាងការនេះវាហ្នឹងគឺវាអត់ដែរទេតែមួយហ្នឹងនេះគឺយើងកាត់ bridge 2កើត VLAN ក្នុង internet 1ដូចគ្នាហើយតែប៉ុណ្្នឹងមកអានេះក៏ដូចគ្នាដែរ switch ទី3នេះគឺកាត់ bridge 2 add internet តែយើងចង់បានចូល port កាត់ VLAN ទៅវាហ្នឹងគឺតែប៉ុណ្្នឹងមកតោះយើងអាចតេស្ត IP បានហើយខ្ញុំតេស្ត IP ចង់ដឹងថាវាដើរអត់ហើយបោះ IP ត្រូវទៅវិញយើងចង់បានអត់អូខេធ្វើមួយ DHCP DHCPដើម្បីឆែកមក IP វាទៅត្រូវដល់ចង់បានអត់បាទអញ្ចឹងនេះគឺទី1 PC1 ដែលយើងចង់បានគឺ 192.168.10 គឺត្រូវហើយអានេះយើងចុចមកចុច20 PC2 នេះគឺវាត្រូវហើយ PC4 ចង់បានចុច20
PC 3 ចុច 10 គឺត្រូវហើយ PC 5 ចុច 20 ចុច 10 PC 6 ចុច 20 នេះគឺត្រូវហើយហើយយើងសាច់ ping ទៅ8ទៅ global network បើចង់ដឹងថាវាមានអ៊ីនធឺណិតហើយអញ្ចឹងគឺអ៊ីនធឺណិតវាដើរហើយណាមានអ៊ីនធឺណិតទាំងអស់ហើយវាយខោបាទគឺអញ្ចឹងគឺវាដើរហើយអញ្ចឹងការងារហ្នឹងគឺមានតែប៉ុណ្្នឹងដែរសូមជម្រាបសួរគ្រូជំរាបលា